បាទជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាពាក្យចំនួន2បាទពាក្យទី1 afraid មានន័យថាភ័យខ្លាចសំដៅដល់ទូទៅណាយើងខ្លាចពេញពីងខ្លាចពស់ខ្លាចខ្មោចណា afraid ដល់ពេលពាក្យ nervous សំដៅដល់ការភ័យខ្លាចដែរប៉ុន្តែជាលក្ខណៈព្រួយបារម្ភណាលក្ខណៈ worried អញ្ចឹងយើងមើលមកកាន់ប្រយោគរបស់យើងតែម្ដងនេះ She is afraid of spiders She is afraid of spiders មានន័យថានាងខ្លាចពីពីងអញ្ចឹងពាក្យ afraid កន្លែងនេះសំដៅដល់ការខ្លាចអីមួយដែលវាជារូបរាងហើយណាបាទប្រយោគទី2 He is nervous before the presentation He is nervous before the presentation មានន័យថាគាត់ខ្លាចមុនពេលធ្វើបទបង្ហាញអញ្ចឹងពាក្យ nervous កន្លែងនេះមានន័យថាយើងគិតទៅមុខហើយយើងភ័យខ្លាចយើងបារម្ភអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនសម្គាល់ទៅពាក្យ afraid សំដៅដល់ការខ្លាចមួយលក្ខណៈជាទូទៅដល់ពេលពាក្យ nervous សំដៅដល់ការភ័យខ្លាចដែរប៉ុន្តែលក្ខណៈបារម្ភគិតទៅមុខហើយបារម្ភវាអត់ទាន់កើតឡើងណាបាទសូមអរគុណ